រៀបថានេះគឺជាកម្លាំងសន្តិសុខរស័យកែវដែលកំពុងតែធ្វើការរារាំងប្រជាពលរដ្ឋមកពីលពីងក្នុងបំណងទៅដាក់ញត្តិស្វែងរកអន្តរាគមន៍ពីអាជ្ញាធរនិងអង្គការសង្គមស៊ីវិលឥឡូវនេះពួកគាត់បានមកដល់ចំណុចរស័យកែវត្រង់មុខបរិយាពិភពថ្មី